បាទខ្ញុំបាទក៏សូមខិតតែពីទូទៅពលរដ្ឋដែលរកការសាសនាយេស៊ូគ្រីស្ទបាទខ្ញុំសេតាមបទានក្រុមកម្ពុជាដែរបាទតាមពីណាដែរណាបាទ955យេស៊ូឬយេស៊ូគ្រីស្ទជានាមសព្ទបនស្អារ៉ូនេះបានន័យថាបារាំងយេស៊ុយឬយេស៊ុយគ្រីស្ទបាទព្រះនាមសាសនាម្នាក់ជាអ្នកបង្កើតលទ្ធិសាសនាក្រេដិនឬគ្រិស្តកើតនៅប្រទេសបេធ្លេអែមប្រទេសប៉ាឡេស្ទីនបាទក្នុងរវាងពុទ្ធសករាជ2545ឆ្នាំរកាត្រីស័កព្រះអង្គទ្រង់ទទួលមេត្តនភាពក្នុងកាលពុទ្ធសករាជ574ឆ្នាំខាលពោស័កក្នុងព្រះជន្មឬគេថាឬអាយុគ្រប់30ឆ្នាំគឺក្នុងរវាងគ្រិស្តសករាជ30តាំងសករាជ1គិតពីថ្ងៃដែលព្រះសាស្តានេះទ្រង់កើតហៅថាគ្រិស្តសករាជបាទសរសេរអក្សរសង្ខេបថាកោសគឺសករាជដែលនិយមប្រើក្នុងប្រទេសអឺរ៉ុបនិងប្រទេសអាស៊ីដោយច្រើនក្នុងសម័យសប្តាហ៍នេះជាពិសេសកម្ពុជាយើងប្រើទាំងពីរគឺពោសនិងកោសបាទកាលពីគ្រិស្តសករាជ1978ខ្ញុំបាទបានភៀសខ្លួនទៅប្រទេសថៃហៅថាទៅខុសច្បាប់ប៉ុន្តែក៏មានប្រជាពលរដ្ឋទៅច្រើនដែររោងនោះជា1000នាក់ហើយក៏មានអង្គការសហប្រជាជាតិហ្នឹងឯងជួយសម្រួលដាក់ចាញ់ពីរោងផតប្រយាអំពើតប្រយានេះណាទៅជំរុំអរញ្ញប្រទេសជំរុំអរញ្ញប្រទេសនេះគេហៅថាសួនអរញ្ញបាទហើយគេក៏យកអាកសែភាពយន្តព្រះយេស៊ូវនេះមកឃោសនាសឹងតែរាល់ថ្ងៃថាដូចជាមួយអាទិត្យ2ដងគេទៅចាំឲ្យមើលបាទស្បាយនៅទីនោះកាលនោះបច្ចុប្បន្នភាពនេះអ្នកដែលជឿគោរពត្រង់ក៏ជួយវិញភ្លាមមិនចាំបាច់ជួយដល់ជា